បានឃើញវីដេអូនេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួយ share មួយផងបាទកុំអូសរំលងវីដេអូនេះឲ្យសោះអ្នកជំនាញបានបញ្ជាក់ច្បាស់ពីអាហារទាំង6មុខនេះដែលធ្វើឲ្យអស់លោកអ្នកខ្សោយក្រលៀនទាំងមិនដឹងខ្លួនញ៉ាំយូរទៅច្រើនទៅបង្កคล้ายទៅជាមេរោគក៏ដូចជាមហារីកវាយប្រហារទៅលើក្រលៀនរបស់អស់លោកអ្នកហើយអស់លោកអ្នកចេះតែឆ្ងល់ថាហេតុអ្វីបានខ្សោយក្រលៀនបាទធ្វើការមិនកើតអស់កម្លាំងលហិតលហៃបាទចង់ដឹងចូល share ចូលស្ដាប់ខ្ញុំបានលំអិតជូនបាទដូចតទៅសាច់កែច្នៃស៊ុបនិងទឹកត្រីច្រើនតែមានអំបិលច្រើនចំណែកឯដំឡូងបំពងនិងភីសាមានជាតិខ្លាញ់ឆ្អែតខ្ពស់ដែលអាចធ្វើឲ្យក្រលៀនរបស់អ្នកមានបញ្ហាប្រសិនបើទទួលទានក្នុងបរិមាណយ៉ាងច្រើនដំរងនោមមានតួនាទីជាច្រើនរួមទាំងតុល្យភាពសារធាតុរាវអេឡិចត្រូលីតនិងសារធាតុរំលាយដើម្បីច្រោះទឹកនិងការសំណល់ចេញពីឈាមជំងឺរ៉ាំរ៉ៃចំនួន2ដែលបង្កើនហានិភ័យនៃជំងឺតម្រងនោមគឺជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមដំរងនោមក៏អាចខូចផងដែរប្រសិនបើអ្នកមិនរក្សាទម្លាប់ដែលមានសុខភាពល្អរួមទាំងអាហារដែលមិនមានសុខភាពនេះជាអាហារទាំង6ប្រភេទដែលអ្នកគួរជៀសវាងឬកំណត់ដើម្បីការពារក្រលៀនរបស់អ្នកអាហារទាំង6រួមមានទី1សាច់កែច្នៃសាច់កែច្នៃដូចជាសាច់ក្រនិង hamburger មិនល្អសម្រាប់តម្រងនោមរបស់អ្នកនោះទេពួកវាមានជាតិសូឌីយ៉ុំខ្ពស់អំបិលហើយប្រសិនបើអ្នកទទួលទានលើពី 2,300 មីលីក្រាមក្នុងមួយថ្ងៃនោះអ្នកនឹងប្រថុយនឹងការបង្កើនសម្ពាធឈាមរបស់អ្នកដោយដាក់សម្ពាធបន្ថែមលើតម្រងនោមរបស់អ្នកការទទួលទានប្រូតេអ៊ីនសត្វច្រើនពេកក៏បង្កើតជាតិអាស៊ីតកាន់តែច្រើននៅក្នុងឈាមដែលបង្ខំឲ្យតម្រងនោមធ្វើការកាន់តែខ្លាំងដើម្បីយកវាចេញទី2ភីហ្សាជាធម្មតាត្រូវបានផ្សំឡើងពីសម្បកទឹកជ្រលក់ប៉េងប៉ោះដែលមានជាតិសូឌីយ៉ុំខ្ពស់ឈីសមានជាតិខ្លាញ់ខ្ពស់និងសាច់កែច្នៃដូចជាសាច់ក្រកជាដើមទាំងជាតិសូឌីយ៉ុំនិងខ្លាញ់ឆ្អែតគឺជាសារធាតុដែលមិនល្អចំពោះសុខភាពរួមទាំងតម្រងនោមផងដែរនៅពេលទទួលទានជាប្រចាំដើម្បីធ្វើភីហ្សាដែលមានជីវជាតិអ្នកអាចរៀបចំគ្រឿងផ្សំមួយចំនួនដូចជាគ្មានសាច់កែច្នៃបន្ថែមឈីបន្តិចប្រូកូលីក្នុងការបំពេញនិងសម្បកធ្វើពីស្រូវសាលីទាំងមូលទី3ស៊ុបជាអាហារស្រាលដែលអាចជួយកាត់បន្ថយការសេចក្លៀនឬបន្ធូរការឈឺបំពង់កពេលអ្នកមានរោគសញ្ញាផ្ដាសាយឬផ្ដាសាយទោះជាយ៉ាងណាក៏ដោយម្ហូបនេះមានជាតិអំបិលខ្ពស់ទោះបីជាធ្វើនៅផ្ទះក៏ដោយព្រោះវាច្រើនតែធ្វើអំពីសាច់គោសាច់មាន់ឬទំពាំងបាយជូរបន្លែតាមការប៉ាន់ប្រមាណថាស៊ុបនីមួយមានផ្ទុកជាតិសូឌីយ៉ុំលើពី800មីលីក្រាមដែលអាចផ្ទុកលើទម្ងន់តម្រងនោមសាឡបងធ្វើស៊ុបជាបន្លែឱសថនិងគ្រឿងទេសដែលមានអំបិលតិចដើម្បីបន្ថែមរសជាតិដល់ចានរបស់អ្នកដែលមានក្រលៀនខ្សោយគួរតែជៀសវាងស៊ុបដើម្បីកាត់បន្ថយបន្ទុកលើតម្រងនោមទី4ដំឡូងបំពងដំឡូងបារាំងបំពងមិនមែនជាអាហារល្អសម្រាប់តម្រងនោមនោះទេពួកវាក៏មានជាតិប៉ូតាស្យូមខ្ពស់ផងដែរដែលជាសារធាតុរ៉ែដែលចាំបាច់ត្រូវតែគ្រប់គ្រងប្រសិនបើតម្រងនោមត្រូវបានខូចខាតជាពិសេសចំពោះអ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលទី3បន្ថែមពីលើដំឡូងបារាំងអាហារចៀននិងអាហាររហ័សជាទូទៅគួរជៀសវាងដើម្បីការពារបេះដូងនិងតម្រងនោមពីជំងឺអាហាររហ័សច្រើនតែមានជាតិខ្លាញ់ឆ្អែតជាតិស្ករកាឡូរីនិងសារធាតុចិញ្ចឹមទាបរបបអាហារដែលផ្ដល់សុខភាពដល់តម្រងនោមគួរតែរួមបញ្ចូលជាចម្បងនៅពពួកផ្លែឈើបន្លែនិងកាបូអ៊ីដ្រាតស្មុគស្មាញទី5ទឹកស៊ីអ៊ីវទឹកត្រីទឹកស៊ីអ៊ីវក៏ដូចជាទឹកត្រីច្រើនតែមានជាតិសូឌីយ៉ុំខ្ពស់ជាមួយនឹងសូឌីយ៉ុំរហូតដល់950មីលីក្រាមក្នុងមួយស្លាបព្រាជិត 50% នៃការទទួលទានប្រចាំថ្ងៃដែលបានណែនាំឌី
វីដើម្បីកាត់បន្ថយការទទួលទានអំបិលក្រុមគ្រួសារអាចជំនួសគ្រឿងផ្សំដែលមានជាតិសូដ្យូមទាបដូចជាផ្សិតម្សៅប៉េងប៉ោះដំបែអាហាររូបត្ថម្ភឬទឹកខ្មេទី6ភេសជ្ជៈមានជាតិស្ករខ្ពស់និងតម្លៃអាហាររូបត្ថម្ភទាបពួកគេអាចបន្ថែមកាឡូរីបន្ថែមទៅក្នុងរបបអាហាររបស់អ្នកនិងបង្កើនហានិភ័យនៃជាតិស្ករក្នុងជើងខ្ពស់ជាតិស្ករក្នុងជើងខ្ពស់រយៈពេលវែងអាចបំផ្លាញសរសៃឈាមក្នុងតម្រងនោមរបស់អ្នកបង្កើនហានិភ័យនៃជំងឺដំរងនោម